សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ឬក៏ដែលឆែកមើល page យើងដែលអត់ថាមាននរណាគេខ្លះដែលគាត់ follow ឬក៏ like page របស់យើងហើយបើសិនជាអត់ដែលឆែកមើលទេតោះទៅឆែកមើលជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៅក្នុងការឆែកមើល follower ឬក៏ like ដែលគាត់បាន follow ឬក៏ like page របស់យើងទាំងទម្រង់ page ដើមនិងទម្រង់ page ថ្មីអញ្ចឹងទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងខ្ញុំចូលមក page នេះមកហើយខ្ញុំ scroll មើល page ឥឡូវនេះខ្ញុំឧទាហរណ៍ page ទម្រង់ដើមសិនដែលអត់ទាន់ switch ជា account profile ណាឥឡូវខ្ញុំចូលយក page មួយនេះ Meda Cambodia ហើយមកដល់ page ហើយខ្ញុំ scroll ឆ្វេងដៃរបស់ខ្ញុំហើយខ្ញុំស្វែងរកពាក្យថា setting ហើយខ្ញុំ click លើពាក្យ setting នេះមកខ្ញុំស្វែងរកពាក្យថា people and other page ហើយខ្ញុំ select លើពាក្យនេះមកដល់កន្លែងនេះគឺខ្ញុំឃើញហើយអ្នកណាខ្លះដែលគាត់បាន like page របស់ខ្ញុំហើយមានច្រើនហើយខ្ញុំអាច select កន្លែងនេះបានយើងអាចមើលអ្នកណាដែលគាត់ follow អ្នកណាដែលគាត់ like ទេណាយើងអាច select តាមនឹងបានហើយមួយវិញទៀតបើសិនជាយើងអត់ចង់ឲ្យអ្នកដែលគាត់ follow ឬក៏ like page របស់យើងហ្នឹងគាត់អត់ទទួលបានព័ត៌មានផ្សេងៗនៅក្នុង page របស់យើងទេគឺយើងអាចធ្វើការ ban គាត់ចេញបានអត់ឲ្យគាត់ឃើញព័ត៌មានអ្វីទាំងអស់អូខេឥឡូវយើងត្រឡប់មកវិញយើងចូលមកទម្រង់ page profile ម្ដងថាវាមានលក្ខណៈខុសគ្នាបែបម៉េចឥឡូវខ្ញុំចូល page មួយនេះខ្ញុំ switch account មកpage ទម្រង់ថ្មីបែប profile គឺវាមានលក្ខណៈងាយស្រួលជាង page ធម្មតាពីមុនយើងចូលមកកន្លែង page របស់យើងឃើញហើយមានអ្នក follow ប្រហែលអ្នកអញ្ចឹងណាយើង follow អ្នកណាគេខ្លះហើយគេ follow យើងប្រហែលយើងអាចមើលនៅលើ page នេះបានគឺក្រោមឈ្មោះ page របស់យើងផ្ទាល់តែម្ដងអញ្ចឹងយើងគ្រាន់តែចុចលើហ្នឹងមកគឺវា load ឈ្មោះហើយ load ឈ្មោះមកឲ្យយើងឃើញហើយអញ្ចឹងអ្នកដែលគាត់ follow យើងមានអ្នកណាគេខ្លះគេឃើញហើយយើង follow អ្នកណាគេខ្លះគឺក៏មានឃើញនៅនឹងដែរអញ្ចឹងងាយស្រួលមែនតើហើយបើសិនជាយើងចង់ ban អ្នកណាក៏យើងធ្វើបាននៅលើនឹងទាំងអស់មិនបាច់ចូលមុខងារពីប៊ីតង់ពិបាកទេអញ្ចឹងការ update ថ្មីនេះគឺកាន់តែងាយស្រួលហើយសម្រាប់បងប្អូនដែលចង់ check មើលក៏កាន់តែងាយស្រួលផងដែរអញ្ចឹងសម្រាប់បងប្អូនដែលចង់ check មើលអ្នកដែលគាត់ follow យើងក្នុងទម្រង់ page ថ្មីបែប new experience ហ្នឹងគឺងាយស្រួលទេអត់ពិបាកដូចមុនទេអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ